ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះឆានមេសាហើយវីដេអូនេះយើងនឹងមកស្គាល់ខ្លះតាក់ទងទៅនឹង Linux Basic Common PWD ហ្នឹងគឺសរ current directory ដែលយើងកំពុងនៅឈ្មោះថាមេសាឆានមេសាហើយសម្រាប់ ls គឺ list category contain សម្រាប់ cd នេះគឺសម្រាប់ change directory ចឹងខ្ញុំវាយថា cd មេសាហើយបើយើងចង់ directory ដើមយើងវិញយើងគ្រាន់តែចុច cd មកវាចូល directory ដើមរបស់យើងវិញហើយមួយទៀតគឺ cd/ គឺ go to root ចឹងយើងចុចមកហើយខ្ញុំវាយខុសវាយម្ដងទៀត cd dot clear space dot clear ហើយ slash ជាមួយយើងចុច ls វានឹងសងហើយយើងចូលទៅ command បន្ទាប់ទៀត touch នេះវាសម្រាប់ create file ចឹងខ្ញុំវាយ touch create file ដែលខ្ញុំចង់បង្កើតខ្ញុំវាយខ្ញុំបង្កើត file ឈ្មោះ so.txt ចឹងយើងវាយ command ls មកដើម្បីសមើលចឹងយើងមាន user5 ហើយនឹង so.txt ហើយសម្រាប់ echo នេះគឺយើង write content ចូលនៅក្នុង file ដែលយើងបង្កើតហ្នឹងចឹងយើងគ្រាន់តែវាយ echo ចឹងខ្ញុំវាយដាក់ hello so បន្ទាប់មកយើងដាក់ file ដែលយើងបានបង្កើតមិញហ្នឹង so.txt ហើយសម្រាប់ cat នេះគឺសម្រាប់សូ file context ដែលយើងទៅសេចូលមិញហ្នឹងអញ្ចឹងដើម្បីចូលមកបានយើងដាក់ cat su ខ្ញុំសេឈ្មោះ file ខខ្ញុំសេម្ដងទៀតចឹង cat .su .txt ចឹងយើងឃើញhello so context ដែលយើងទៅសេប្រើ command echo មិញហ្នឹងហើយយើងចូលទៅ command បន្ទាប់គឺ cp ហ្នឹងគឺសម្រាប់ copy file source file ទៅដាក់នៅក្នុង file មួយទៀតអញ្ចឹងខ្ញុំដាក់ cp su.txt ខ្ញុំ copy ទៅកាន់ su21.txt អញ្ចឹងយើងចុចដើម្បី source file យើងចុច cat ហើយទៅមកឈ្មោះ file ដែលយើង copy ទៅហ្នឹង su21.txt នោះយើងនឹងឃើញ hello su ហើយ command បន្ទាប់ហ្នឹងគឺ rm delete file ហើយដល់ហ្នឹងខ្ញុំចុច ls.lh សមើល file ដែលយើងចង់ delete អញ្ចឹងខ្ញុំចុច rmហើយទៅមក file ដែលយើងចង់ delete យើងចង់ delete file ឈ្មោះ ksk love.txt ហើយបន្តមកយើងចុច ls.lh ចូលទៅមើលថា file យើងបាន delete នៅអញ្ចឹងយើងចេះរកមើលអត់ឃើញអញ្ចឹងយើងមានន័យថាយើង delete វាបានសម្រេចហើយចូលមកដល់ command បន្ទាប់គឺrkdir create directory ចឹងដើម្បី create បានខ្ញុំចុច rkdir ខ្ញុំ create file មួយទៀតមានឈ្មោះថា folder ជាមួយយើងចុច ls មកso នៅយើងឃើញមាន file folder ហើយមួយទៀតគឺ rmdir remove របស់ directory ចឹងខ្ញុំធ្វើការ remove ទៅលើ folder ចឹងយើងធ្វើការ ls វាមកយើងឃើញថា file folder មួយហ្នឹង category folder មួយហ្នឹងគឺលុបបាត់ហើយ
ហើយសម្រាប់ORM ដក OR នេះគឺសម្រាប់delete directory with content អញ្ចឹងខ្ញុំធ្វើការ delete ទៅលើ folder 1ខ្ញុំផ្លេចOR មួយអញ្ចឹងខ្ញុំធ្វើការវាយម្ដងទៀត ls អូខេខ្ញុំធ្វើការលុបORM ដក OR directory ដែលយើងចង់លុបខ្ញុំលុបfolder 1ចឹងយើងឃើញថា folder 1ហ្នឹងគឺបានលុបបាត់ហើយជាមួយនឹងcontent របស់វាឡើយខ្ញុំចុច clear ដើម្បីចូល comment បន្ទាប់សម្រាប់ sudo apt update នេះគឺសម្រាប់ update pancake បន្ទាប់ពីវាយហើយយើងឲ្យវាឲ្យយើងដាក់ password ខ្ញុំដាក់ password ខោចុងខ្ញុំដាក់ម្ដងទៀតអូខេវាធ្វើការ update អញហើយសម្រាប់មួយទៀតគឺ sudo apt install pkg មានន័យថា install pancake ហើយចុងក្រោយហ្នឹងគឺ sudo apt ហ្នឹងគឺវាគ្រាន់តែ remove pancake ធម្មតាអញ្ចឹងខ្ញុំធ្វើការ clear ដើម្បីឲ្យចូល comment បន្ទាប់ហើយសម្រាប់ grab នេះគឺយើងសម្រាប់ស្វែងរកtext search text អញ្ចឹងខ្ញុំធ្វើការ test មកដាក់ grab ហើយនឹងទៅសេហើយបន្ទាប់មកខ្ញុំទៅសេពាក្យតែខ្ញុំចង់ search នៅក្នុង file su.txt ហ្នឹងហើយបន្ទាប់មកវាចេញពណ៌ក្រហមហ្នឹងអញ្ចឹងមានន័យថាពាក្យ hello ហ្នឹងវាមាននៅក្នុង su.txt ហ្នឹងហើយមួយវិញទៀតគឺ find ហើយចំពោះ wc នេះគឺយើងសម្រាប់ code line ហើយនឹង word ដែលមាននៅក្នុង file su text ហ្នឹងអញ្ចឹងខ្ញុំមានមក line 2 clear ហើយនឹង9ព្យាង្គហើយសម្រាប់ short file នេះគឺយើងសម្រាប់short context មួយហ្នឹងបើសិនជា context ហ្នឹងវែងយើងធ្វើការ short ឲ្យវាខ្លីអញ្ចឹងទៅប៉ុន្តែfile su txt របស់ខ្ញុំហ្នឹងគឺវា context វាខ្លីអញ្ចឹងយើងអត់មានអីត្រូវ short ទេហើយសម្រាប់command មួយទៀត pin យើង test មើលថាការ connection របស់យើងហ្នឹងវាដំណើរការអត់យើងធ្វើការ ping ជាមួយនឹង Google ឥឡូវនេះវាចេញបែបហ្នឹងមានន័យថាវា ping ទៅបានជោគជ័យហើយមួយទៀតគឺ IP addr IP addr ហ្នឹងគឺសម្រាប់អក្សរnetwork information គឺ IP address របស់យើងហ្នឹង
ជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងទៅនឹងការបង្កើត user ថ្មីដំបូងយើងវាយ comment who am I ដើម្បីថាយើងចូលទៅក្នុង user មួយណាហើយមួយទៀតគឺ pwd ដើម្បីយើងដឹងថាយើងចូលនៅលើ category មួយណាហើយដើម្បីបង្កើត user បានយើងត្រូវវាយ comment sudo user add .om.s/bin/bus ហើយនឹងដាក់ឈ្មោះ user ដែលយើងចង់បង្កើតអញ្ចឹងខ្ញុំដាក់user 01ហើយបន្តមកយើងវាយ comment ls.l/home ដើម្បីដឹងថា Ubuntu server ហ្នឹងវាមាន user មែនហើយជាក់ស្ដែងយើងឃើញ user ដែលយើងទៅបង្កើតថ្មីមានឈ្មោះថា user 01ហើយដើម្បីចូល login user នឹងបានយើងត្រូវ set password វាជាមុនសិនហើយដើម្បី set password វាបានយើងត្រូវវាយ command sudo passwd ហើយនឹងឈ្មោះ userហើយបន្តមកខ្ញុំ set password វាដាក់123ហើយនឹង retry password ម្ដងទៀតគឺ123ដដែលចឹងគឺយើង password ហ្នឹងយើង set up successfully ហើយបន្ទាប់មកយើងធ្វើការ sweep user ហ្នឹងទៅ user 01ចឹងយើងវាយ command su ដកហើយនឹងឈ្មោះ user ដែលយើងចូលហ្នឹងគឺ user 01ហើយនឹងបញ្ចូល password ដែលយើង set up មិញហ្នឹង123ហើយបន្តមកយើងវាយ command who am I យើងឃើញហើយ user 01ហ្នឹងដែលយើងបានបង្កើតមិញហ្នឹងហើយ wd នេះយើងឃើញហើយhome user 01ហើយបន្តមកយើងធ្វើការបង្កើត folder ចូលទៅក្នុង user 01ហ្នឹងគឺយើងវាយ command mkdir ហើយបន្តមកឈ្មោះ folder ដែលយើងចង់បង្កើតហ្នឹងចឹងខ្ញុំដាក់បញ្ចេញ /user ហើយយើងចុច li មកដើម្បីចូល folder មួយនេះចឹងយើងបាននេះ project user /user ហ្នឹងហើយបន្តមកយើងធ្វើការ exit pwd នេះយើងចូលមកដល់ user តាមយើងវិញបង្ហាញ user ដែលយើងមាននេះតាមរយៈ command cat /etc/passwd យើងឃើញហើយ user 01នៅក្រោមគេបងអស់ហ្នឹងអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងសួស្តីអ្នកទាំងអស់គ្នានឹងជម្រាបសួរលោកគ្រូវីដេអូនេះនឹងនិយាយតាក់ទងទៅនឹង group management and file permission and Linux ហើយវីដេអូហ្នឹងយើងមាន9ចំណុចដែលយើងធ្វើការអនុវត្តខ្លះៗហើយសម្រាប់ចំណុចដំបូងយើងបង្កើត group 3មាន developer UX UI ហើយនិង DevOps អញ្ចឹងខ្ញុំវាយដើម្បីបង្កើត group មួយយើងវាយ command sudo group add ហើយនឹងឈ្មោះ group ដែលយើងចង់បង្កើតហើយយើងធ្វើដាក់ password ឲ្យខ្ញុំមួយសិនអូខេឥឡូវយើងបង្កើត group developer បានហើយបន្ទាប់មកយើងបង្កើត group UX/UI មួយទៀតដែលយើងវាយ command ដូចគ្នានឹង sudo group add UX/UI ហើយនឹង group មួយទៀតហ្នឹងគឺ group DevOps
ហើយបន្តមកយើងវាយ command cat .clear /etc ហើយ slash ក្របមិញហ្នឹងខ្ញុំវាយខុសដោយសារកន្លែង slash e.etc ហ្នឹងគឺអត់មាន .clear ទេអញ្ចឹងយើងឃើញហើយថាក្របយើងបានបង្កើត3នៅខាងក្រោមហ្នឹងមាន developer UX UI ហើយនិង DevOps ហ្នឹងហើយចំណុចបន្ទាប់គឺយើង delete ក្របដែលយើងបានបង្កើតមិញហ្នឹងដែលយើងវាយ command sudo ក្របដែលមានន័យថា delete ក្របមួយហ្នឹងអញ្ចឹងមកយើង delete ដាក់ឈ្មោះក្របដែលយើងចង់លុបអញ្ចឹងយើងលុបក្រប developer ហើយបន្តមកយើងវាយ command so ចង់ដឹងថាក្របហ្នឹងវាលុបបានជោគជ័យអត់អញ្ចឹងយើងវាយ command ដដែលហ្នឹងគឺ cat.clear /etc / ក្របអញ្ចឹងឃើញនៅខាងក្រោមហ្នឹងគឺក្រប developer យើងលុបបានជោគជ័យហើយហើយបន្តមកយើងធ្វើការ add ក្របនឹងសារថ្មីមកយើងវាយ sudo ក្រប add ក្រប developer នឹងសារថ្មីមកហើយយើងចង់ដឹងថាក្របនឹងបានបង្កើតយើងវាយ command ដូចមុនមកគឺ cat /etc ហើយ / ក្របនឹងអញ្ចឹងយើងឃើញហើយក្រប developer ហ្នឹងគឺយើងបានបង្កើតវាមកវិញហើយចំណុចបន្ទាប់គឺយើង create file txt ដែលមាន developer process .txt UX UI ហើយនិង DevOps ហ្នឹងអញ្ចឹងយើងធ្វើការបង្កើត3 file ហ្នឹងគឺក្នុងពេលតែមួយមកអញ្ចឹងយើងវាយ command sudo type process .txt UX UI ហើយនិង DevOps ហ្នឹងហើយបន្ទាប់មកយើងចុចls.l ដើម្បីឆែកមើល file ដែលយើងបង្កើតមិញហ្នឹងចឹងយើងឃើញហើយ file 3ហ្នឹងដែលយើងបានបង្កើតមាន developer UX UI ហើយនិង DevOps ហ្នឹងហើយចំណុចបន្ទាប់ហ្នឹងគឺ change file permission ហ្នឹងទៅ755ហើយ permission ទៅ755មានន័យថា the owner គាត់អាច read បាន write បានហើយនិង execute បានហើយសម្រាប់ក្របវិញគាត់មានសិទ្ធិត្រឹមតែ read ហើយនិង execute ទេហើយដើម្បីដូរ permission បានយើងវាយ command sudo chmod 755ផ្កាយ .txt វាយ file មិញនេះយើងបង្កើតជា file txt ហើយយើងធ្វើការ list វាមើល ls.l ចឹងចេញពណ៌បៃតងហ្នឹងមានន័យថា file ទាំងអស់ហ្នឹងគឺវាមាន permission ហើយចំណុចបន្តគឺយើងដាក់លក្ខខណ្ឌទៅឲ្យទៅលើក្រប developer ហើយនិង UX UI ហ្នឹងគឺគាត់អាច access ចូលក្នុងក្រប DevOps ហ្នឹងបានទេលើកលែងតែក្រប on verb របស់គាត់ហ្មងដំបូងខ្ញុំបង្កើត folder វាមួយសិនគឺវាយ sudo mkdir ហើយនឹងឈ្មោះ file folder ចឹងខ្ញុំដាក់ develop file ហើយយើងធ្វើការ ls.l ដើម្បី list វាមើលចឹងយើងឃើញយើងបាន file folder មួយ develop file ហ្នឹងហើយខ្ញុំធ្វើការបង្កើត user មួយទៀត command sudo user add ចឹងខ្ញុំដាក់ឈ្មោះមេសាហើយដើម្បីប្រើប្រាស់ user មួយនឹងបានយើងត្រូវ access password ឲ្យវាសិនចឹងខ្ញុំវាយ command sudo passwd ហើយ password មេសាហើយ password ខ្ញុំដាក់1 2 3ហើយយើង retry វាម្ដងទៀតមកអញ្ចឹងយើង password ហ្នឹងយើងដាក់បានជោគជ័យ successfully ហើយបន្តមកខ្ញុំធ្វើការផ្ទេរ file directory folder ដែលខ្ញុំបានបង្កើតមិញហ្នឹងទៅឲ្យ user មេសាហ្នឹងគាត់ជាអ្នកគ្រប់គ្រងហើយដើម្បីផ្ទេរយើងវាយ command sudo chom ហើយ .or ឈ្មោះ user យើងមេសាហើយចុច2
ក្រប DevOps ហើយនឹងក្រប folder ដែលខ្ញុំបានបង្កើតនេះគឺ DevOps file អញ្ចឹងយើងផ្ទេរទៅឲ្យ user មេសាហ្នឹងគាត់គ្រប់គ្រងនឹងបានជោគជ័យហើយចាំមកយើងធ្វើការ list មកគឺ ls.l អញ្ចឹងយើងឃើញuser main សារហ្នឹងគាត់ខ្លាចទៅជា owner របស់ directory មួយហ្នឹងfile folder ដែលយើងបានបង្កើតមិញហ្នឹងហើយឈ្មោះ DevOps file ឡើយខ្ញុំសូមធ្វើការ set permission ទៅកាន់ DevOps folder ហ្នឹងទៅជា file 770បានន័យថា owner គាត់មានសិទ្ធិ read write execute ហើយក្របហ្នឹងគាត់ក៏អាច read write execute បានប៉ុន្តែ order ហ្នឹងគឺអត់បានទេចឹងខ្ញុំត្រូវវាយ command sudo chom 770ហើយនឹងឈ្មោះ category មួយនឹងឈ្មោះ DevOps file អញ្ចឹងខ្ញុំធ្វើការ ls.l ដើម្បី list វាមើលចឹងយើងឃើញយើងដាក់ permission នឹងបានជោគជ័យហើយបន្តមកទៀតខ្ញុំធ្វើការបង្កើត user មួយទៀត develop user មួយទៀតគឺ developer UI UI ហ្នឹងចឹងខ្ញុំវាយ command sudo user add developer / UI UI ហើយនឹងUI.m.s/pin ហើយនឹង /pass ហើយដើម្បីប្រើប្រាស់ user ហ្នឹងមកយើងធ្វើដូចមិញហ្នឹងគឺយើង assign password ឲ្យវាយើងវាយ command sudo password ហើយនឹងឈ្មោះ user developer /UI UI ហ្នឹងហើយ password ហ្នឹងខ្ញុំដាក់123ហើយ retry 123អញ្ចឹង user ហ្នឹងយើងបង្កើតបានជោគជ័យហើយបន្តមកខ្ញុំធ្វើបង្កើតuser មួយទៀតគឺដូចគ្នាហ្នឹងគឺ sudo user add user add DevOps /user.m.s/bin ហើយ /pass ហើយបន្តមកយើងធ្វើការ assign password ឲ្យវាដូចមិញហ្នឹងវាយ command sudo pass wd ឈ្មោះ user យើង DevOps /user ហើយនឹងដាក់ password 123retry 123អញ្ចឹង user មួយហ្នឹងគឺយើងបង្កើតបានជោគជ័យឥឡូវយើងធ្វើការ assign user ហ្នឹងទៅកាន់ក្រុមនីមួយៗរបស់វាអញ្ចឹងត្បូងខ្ញុំវាយ sudo user mob .ag DevOps ហើយនឹងឈ្មោះ user មួយហ្នឹងគឺ DevOps/user ហើយមកយើង ID មើលថាវាចូលតាមក្រុមរៀងខ្លួននៅអញ្ចឹងវាយ ID DevOps user ចឹងយើងឃើញក្រុមហ្នឹងវាចូលឡើង user
ឥឡូវខ្ញុំធ្វើការអាសាញក្រុម user ហ្នឹងទៅកាន់ developer UI អញ្ចឹងវាយគឺដូចតែហ្នឹង sudo user mob .ag developer/UI ហើយខ្ញុំបង្កើតមួយទៀតគឺsudo user mob ag ux/UI ហើយនឹង developer ux/UI ហ្នឹងឥឡូវខ្ញុំធ្វើការ ID វាមើលចឹងឃើញថា user ហ្នឹងវាចូលតាមក្រុមរៀងខ្លួនវាមួយឯង